Helloបងបង ngày nayខ្ញុំមិនដឹងធ្វើអីហូបបាយទេនេះមើលពីបេតូវិញនៅក៏ដឹងថាខ្លួនឯងឃ្លានអីក៏ទិញក្រួយមកបុកមួយស្វាយហ្មងទៅគ្រឿងផ្សំរបស់យើងក៏មានអីច្រើនដែរបងប្អូនគឺមានតាក្រួយស្វាយខ្ទឹមមើមខ្ទឹមហើយនឹងម្ទេសហើយស្វាយនឹងជីនឹងវងយើងហ្នឹងបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដាក់បុកអំបិលប៊ីចេងស្ករបុកវារាងម៉ត់ហើយបានយើងចាំតាមដាក់គ្រឿងយើងបន្ថែមទៀតបងប្អូនគ្រឿងយើងក៏មានអីច្រើនដែរតុំពីបុកម៉ត់ហើយយើងក៏ចាប់ផ្ដើមដាក់ម្ទេសហ្នឹងឯងបងប្អូនយើងដាក់ម្ទេសមួយមើមខ្ទឹមយើងហ្នឹងយើងដាក់បុកវាទៅដាក់បុកវារាងម៉ត់យូរចឹងណាបងប្អូនឲ្យរាងម៉ត់គ្រាន់ទៅហើយបានយើងចាប់ផ្ដើមដាក់ក្រួយយើងចូលតែក្រួយយើងមិនយើងបេះយើងដាក់ចូលយើងបេះវាហើយបងប្អូនយើងហាយវាទូចមកទូចមកល្មមបងប្អូនមិនទូចពេកទេហាយទូចមកល្មមហើយយើងចាប់ដើមដាក់បុកជាមួយខ្ទឹមម្ទេសអំបិលចេញស្ករទៅមកយើងក៏ដាក់ក្រួយយើងចូលបងប្អូនយើងដាក់ក្រួយយើងហើយយើងដាក់ស្វាយចូលជាមួយគ្នាដែរយើងដាក់ស្វាយបុកមួយគ្នាទៅបុកវាតិចបុកខ្លាំងពេកខ្លាំងវាទុស្វាយអស់ចឹងណាវាអត់ល្អចឹងណាយើងបុកវាមកល្មមទៅកុំបុកវាខ្លាំងពេកអញ្ចឹងហើយយើងបុកបដៅយើងច្បល់វាម្ដងតិចទៅឬយើងបុកចឹងណាយើងបុកអញ្ចឹងឲ្យវាចូលគ្រឿងហើយមិនយើងដាក់ថែមទឹកត្រីបន្តិចទៅយើងដាក់ទឹកត្រីហើយយើងក៏បុកវាថែមបន្តិចឲ្យវាចូលគ្រឿងសព្វគ្រឿងគ្នាល្អហើយបើយើងដាក់លឹកខ្ទឹមយើងដាក់លឹកខ្ទឹមយើងហាន់រួចរាល់ហើយអស់ហើយបងប្អូនលឹកខ្ទឹមជីនវងយើងក៏លាងមកស្អាតដែរហើយរួចរាល់ហើយយើងក៏ដាក់ចូលបុកជាមួយគ្នាយើងបុកវាមកល្មមតិចដូចគ្នាអញ្ចឹងបងប្អូនយើងបុកវាមកល្មមឲ្យវាចូលគ្នាមកល្មមទៅហ្នឹងហើយបងខ្ញុំអត់សូវចេះនិយាយទេនិយាយអត់សូវច្បាស់ហើយនិយាយអត់ត្រូវទៀតពេលខ្លះអត់សម័យខ្លួនឯងនិយាយទំហំអត់ត្រូវម្ដងហ្នឹងចង់100ដងអីឲ្យមិនត្រូវម្ដងហ្នឹងហើយបងប្អូនក៏ប្រកែកស្វាយយើងក៏បានរួចរាល់ហើយយើងក៏ដួសដាក់ចានរៀបចំដើម្បីញ៉ាំបាយមកបងប្អូនមកញ៉ាំបាយរបស់ខ្ញុំទាំងអស់គ្នាតំណងអត់មើលហើយឆ្ងាញ់ណាឃើញតែអញ្ចឹងមែនតែឆ្ងាញ់ហើយនេះលក់របស់យើងមកបងជារនេះបញ្ចូលសលេងមកទៀតឃ្លានលេបទឹកមាត់ម្ដងទៀតជារណាបងប្អូនបើបានសាកមិនដឹងអរគុណបងប្អូនបាយបាយជំរាប